I can hear the demons call when they do what they do. And now I feel like taking off, find a place with a view. The pain is never gonna stop if it's controlling you. I know that time can heal it all. I just សួស្តីបងប្អូនតើឥឡូវយើងបន្តមេរៀនយើងទៀតអញ្ចឹងបងប្អូនយកសៀវភៅមកហើយបើកនៅទំព័រទី48ឥឡូវបងប្អូនមើលខាងលើនេះគេដាក់ថា Traveling to Grandma's Pleasing Grandma កន្លែង pleasing នេះប្រែថាពេញចិត្តឬក៏រីករាយលោកយាយជាទីពេញចិត្តអាចប្រែយ៉ាងបាន Number 1 Look at the picture ចូលកន្លែងមើលរូបភាពHow do you sing some artists as the pagoda today តើអ្នកគិតថាសមបានធ្វើខ្លួនដូចម្ដេចនៅឯវត្តថ្ងៃនេះអញ្ចឹងបងប្អូនគិតថាតើសមគាត់បានទៅវត្តហ្នឹងគាត់ធ្វើខ្លួនគាត់ដូចម្ដេចដែរតើពិបាកដូចលើកមុនឬក៏ស្រួលថ្ងៃហ្នឹងឥឡូវបងប្អូនមើលខាងក្រោមគេដាក់ថា Tell your partner ចូលប្រាប់ទៅដៃគូរបស់អ្នកI sing some behave behave នេះប្រែថាប្រព្រឹត្តឬក៏អាកប្បកិរិយាអញ្ចឹងគាត់ថាខ្ញុំគិតថាសមធ្វើអាកប្បកិរិយាប្លាអញ្ចឹងកន្លែងហ្នឹងគេឲ្យបងប្អូនដាក់ឲ្យបងប្អូននឹងទស្សទាយថាតើសមហ្នឹងគាត់ធ្វើខ្លួនដូចម្ដេចដោយបងប្អូនគាត់នៅមើលរូបភាពនេះអាចដឹងថាសមគាត់ធ្វើអាកប្បកិរិយាដូចម្ដេចហើយអញ្ចឹងបងប្អូនមើលខាងក្រោមទៀតឥឡូវយើងមើលnumber 2គេដាក់ថា Listen to grandma speaking to Som after their visit to the pagoda today ចូលស្ដាប់ទៅកាន់យាយការនិយាយអំពីសមបន្ទាប់ពីដំណើរកម្សាន្តរបស់ពួកគេនៅឯវត្តថ្ងៃនេះ Did she think that some behave the same ways to did តើគាត់គិតថាសមបានធ្វើអាកប្បកិរិយាដូចដែលអ្វីដែលអ្នកធ្វើដែរឬទេ same way បានន័យថាដូចអញ្ចឹងបងប្អូនកន្លែងនេះគេឲ្យយើងស្ដាប់សិនប៉ុន្តែយើងអត់មានអីស្ដាប់ទេប៉ុន្តែយើងត្រូវទៅសិក្សានៅ tab script គេឲ្យយើងស្ដាប់នៅកន្លែង tab script 2.6.4 ប៉ុន្តែយើងអត់មានខ្សែអាចសម្រាប់ស្ដាប់ទេអញ្ចឹងយើងទៅសិក្សាអត្ថបទហ្នឹងតែម្ដងប៉ុន្តែខ្ញុំបានចម្លងអត្ថបទហ្នឹងដែរដោយសារតែកុំឲ្យវានេះគឺជាអត្ថបទដែលខ្ញុំបានចម្លងសរសេរមកខ្ជិលទៅមើលនៅខាងក្រៅសៀវភៅព្រោះអក្សរវាតូចជាងកត់និយាយទៅអក្សរយ៉ាងធំបន្តិចអញ្ចឹងបងប្អូនអានតាមខ្ញុំទាំងអស់គ្នាបន្ទាប់មកយើងរៀនប្រែ Some I happily watched you at the pagodas today. You behave well. Some thank you grandma. I try hard. Well, I was a little worried that you wouldn't act politely. Thank you. I was nervous, but I closely watched Pisa and quickly learned what to do. Grandma, tell me, how should you speak to a monk? Sometimes, when you speak to a monk, you must speak calmly and softly. I also learned that one must not approach them eagerly, but be friendly. What about when we eat? After the other's night, I now know not to greedily take as much food as I want, and I should eat slowly. Grandma, correct. Remember, when one eats fast, one will eat clumsily. I'm glad. I carefully pack my clothes too. The correct way to visit a pagoda like this is to dress respectfully too. I saw some people wearing shorts
and t-shirts I know you should have said this let me dress like that also if I didn't have any other clothes so I'm glad I didn't carelessly pack only shorts and t-shirts Grandma very good You might speak loudly sometimes, but I can see you can learn to behave properly. Some thanks, Grandma. Can I hug you now? Grandma, yes, you can, but remember, gently not too tightly. តោះឥឡូវយើងបានអានហើយឥឡូវបងប្អូនមើលរៀនប្រែទាំងអស់គ្នាឥឡូវបងប្អូនអានប្រែទាំងអស់គ្នាយាយគាត់និយាយថា Som I happily watched you at the pagoda today Som ខ្ញុំបានមើលទៅអ្នកសប្បាយរីករាយណាស់នៅឯវត្តថ្ងៃនេះ You behave well តើអ្នកបានធ្វើអាកប្បកិរិយាល្អទេបានតែប្រព្រឹត្តខ្លួននឹងល្អទេ Som ថា Thank you grandma អរគុណច្រើនយាយ I try hard ខ្ញុំព្យាយាមខ្លាំងណាស់យាយថា Well I was a little worried that you wouldn't ask politely មែនហើយខ្ញុំមានការព្រួយបារម្ភតិចតួចដែរថាអ្នកនឹងមិនធ្វើខ្លួនមានសុជីវធម៌ទេសមថា Thank you I was nervous អរគុណច្រើនខ្ញុំភ័យខ្លាំងណាស់But I closely watched Pisay and quickly learned what to do ប៉ុន្តែខ្ញុំបានមើលពីសីយ៉ាងចដិតហើយនឹងរៀនឲ្យបានលឿននៅអ្វីដែលត្រូវធ្វើនិយាយថា Tell me how should you speak to a monk ប្រាប់ខ្ញុំមើលតើអ្នកនិយាយទៅកាន់ព្រះសង្ឃដូចម្ដេចសមថា When you speak to a monk នៅពេលដែលអ្នកនិយាយទៅកាន់ព្រះសង្ឃ you must speak calmly and softly អ្នកត្រូវតែនិយាយដោយសុភាពនិងទន់ភ្លន់ calmly នេះស្ងប់ស្ងាត់ឬក៏ស្ងៀមស្ងាត់ប៉ុន្តែកន្លែងហ្នឹងយើងអាចប្រែថាសុភាពបាន I also learned that one must not approach them eagerly ខ្ញុំបានរៀនផងដែរថាអ្នកមិនត្រូវ must not មិនត្រូវ one នេះជំនួសឲ្យ you អ្នកមិនត្រូវចូលទៅចិត្តពួកគេដោយអន្ទះសារទេ but be friendly ប៉ុន្តែត្រូវរួសរាយរាក់ទាក់និយាយថា what about when we eat ហើយចុះនៅពេលដែលយើងញ៉ាំវិញ After the others night I now know not to greedily take as much food as I want បន្ទាប់ពីយប់ផ្សេងទៀតឥឡូវខ្ញុំដឹងគឺមិនត្រូវលោភលន់យកអាហារច្រើនដូចដែលចិត្តចង់ទេ and I should eat slowly ហើយខ្ញុំគួរតែញ៉ាំយឺតៗនិយាយថា correct ត្រឹមត្រូវ Remember when one acts fast one will act clumsily ត្រូវចងចាំថានៅពេលដែលមនុស្សម្នាក់ធ្វើរឿងប្រញាប់ពេកបានធ្វើរឿងលឿនពេកអ្នកនឹងធ្វើរឿងច្របូកច្បល់បានន័យថាបើសិនជាយើងធ្វើកិច្ចការងារអ្វីមួយដោយប្រញាប់ពេកគឺការងារនោះវាមិនពេញលេញទេវានឹងច្របូកច្បល់សមថា I'm glad I'm carefully packed my clothes too ខ្ញុំរីករាយណាស់ដែលខ្ញុំបានដាក់ខ្ចប់សម្លៀកបំពាក់របស់ខ្ញុំដោយប្រុងប្រយ័ត្ន pack នឹងបិទខ្ចប់បានន័យថារៀបចំទុកដាក់បើប្រើជា noun ប្រែថាថង់ pack ហ្នឹង The correct ways to visit a pagoda like this វិធីដែលល្អដើម្បីទៅទស្សនាទីវត្តអារាមដូចនេះ
is to dress respectfully too គឺត្រូវស្លៀកពាក់មានការគោរពផងដែរ I saw some people wearing shorts and t-shirts ខ្ញុំបានឃើញមនុស្សម្នាមួយចំនួនស្លៀកពាក់ខោខ្លីហើយនឹងអាវយឺត I know you would have sadly let me dress like that also ខ្ញុំដឹងថាអ្នកនឹងមានការសោកស្ដាយបានអនុញ្ញាតឲ្យខ្ញុំស្លៀកពាក់ដូច្នោះ If I didn't have any other clothes ប្រសិនបើខ្ញុំមិនមានសម្លៀកបំពាក់ដទៃទៀតទេ So I'm glad I didn't carelessly pack only shorts and t-shirts ដូច្នោះខ្ញុំគឺរីករាយខ្ញុំមិនប្រុងប្រយ័ត្នមិនចាំបាច់វេចខ្ចប់ខោខ្លីហើយនឹងអាវយឺតទេនិយាយថា very good ល្អណាស់ You might speak loudly sometime អ្នកអាចនឹងនិយាយលឺៗពេលខ្លះ But I can see ប៉ុន្តែខ្ញុំយល់ You can learn to behave properly អ្នកអាចរៀនធ្វើអាកប្បកិរិយាបានត្រឹមត្រូវសមថា Thanks grandma អរគុណច្រើនយាយ Can I hug you now តើខ្ញុំអាចអោបយាយបានទេយាយថា Yes you can បាន But remember ប៉ុន្តែត្រូវចាំថា Gently not too tightly ថ្នមមិនតឹងពេកទេតោះឥឡូវយើងបានសិក្សាហើយក៏រៀនប្រែទាំងអស់គ្នាហើយដែរឥឡូវបងប្អូនមើលពាក្យពិបាកខ្ញុំបានច្រឡងខ្លះៗដែរនៅទីនេះឥឡូវបងប្អូនមើល behave នឹងប្រែថាប្រព្រឹត្ត calmly ប្រែថាយ៉ាងស្ងប់ស្ងាត់ softly ប្រែថាយ៉ាងទន់ភ្លន់ glad រីករាយ pack ប្រែថាបើសិនជា noun ប្រែថាថងបើ verb ប្រែថាខ្ចប់ឬក៏រៀបដាក់ហឹបបានន័យថាវិចខ្ចប់បើសិនជាប្រែទៅ verb The correct way ប្រែថាវិធីដែលត្រឹមត្រូវ might ប្រែថាអាចនឹងឬក៏ប្រហែលនឹង gently ថ្នម tightly ប្រែតឹងណែនជាដើមតើឥឡូវយើងសិក្សារបស់យើងចប់ហើយបងប្អូនឥឡូវយើងបន្តទៅមេរៀនយើងវិញតើឥឡូវយើងមកដល់មេរៀនយើងវិញហើយអញ្ចឹងកន្លែងនេះគេឲ្យបងប្អូនទស្សទាយអញ្ចឹងការទាយរបស់បងប្អូនហ្នឹងត្រូវខុសយើងដាក់ខ្លួនឯងយើងដឹងហើយឥឡូវបងប្អូនមើលខាងក្រោមនេះ number 3 គេដាក់ថា listen again put a tick or cross next to the sentence listen again put a tick or cross next to the sentence ចឹងកន្លែងនេះគេឲ្យបងប្អូនពិនិត្យមើលប្រយោគហ្នឹងហើយដាក់សញ្ញាគ្រីសឬក៏សញ្ញាខ្វែងក្រោះហ្នឹងនៅជាប់ប្រយោគហ្នឹងអញ្ចឹងបងប្អូនមើល number 1 គេដាក់ថា Som went with his grandma to a pagoda today អញ្ចឹងគេថាសមហ្នឹងគាត់បានទៅវត្តជាមួយនឹងយាយរបស់គាត់ថ្ងៃហ្នឹងអញ្ចឹងត្រូវបងប្អូនដាក់អញ្ចឹងដាក់គ្រីសអញ្ចឹង Number 2 Grandma knew his would act politely យាយគាត់បានដឹងហើយថាគាត់នឹងធ្វើខ្លួនគួរសមអញ្ចឹងវាខុសត្រូវអាប្រយោគហ្នឹងអញ្ចឹងប្រយោគនេះគឺខុសបងប្អូនដោយសារតែយាយគាត់គិតថាសមប្រកាសជាធ្វើខ្លួនអត់ត្រឹមត្រូវទេគាត់ព្រួយបារម្ភអញ្ចឹងកន្លែងហ្នឹងខុសបងប្អូនអាចដាក់ទៅដាក់ខ្វែងអញ្ចឹងទៅឥឡូវយើងមើល number 3 Some quickly learned
what to do from ពីសីសមគាត់រៀនបានឆាប់រហ័សនៅអ្វីដែលត្រូវធ្វើពីពីសីអញ្ចឹងបងប្អូនគ្រីសទៅព្រោះវាត្រូវគ្រីសអញ្ចឹងទៅ Number 4 Some spoke to the monk quickly and loudly សមគាត់បាននិយាយទៅកាន់ព្រះសង្ឃនឹងយ៉ាងលឿនហើយនឹងលឺអញ្ចឹងដែរអញ្ចឹងគឺ cross បានន័យថាវាខុសហើយប្រយោគហ្នឹងសមគាត់និយាយ calmly and softly បានន័យថាធ្វើខ្លួនសុភាពហើយនិយាយទន់ភ្លន់និយាយមួយអញ្ចឹងបងប្អូនខ្វែងទៅខ្វែងអញ្ចឹងទៅឥឡូវយើងមើល number 5 គឺថា he packs carelessly and did not dress respectfully គឺថាសមនឹងគាត់វិចខ្ចប់សម្លៀកបំពាក់របស់គាត់នឹងដោយធ្វេសប្រហែសហើយមិនបានស្លៀកពាក់នឹងត្រឹមត្រូវដែរស្លៀកពាក់នឹងក៏មិនគួរសមដែរមិនមានការគោរពអញ្ចឹងប្រយោគនេះខុសព្រោះសមគាត់មកភាសាហ្នឹងគាត់សិតទៅយកខោអាវមកជំនួយអញ្ចឹងយើងដាក់ថាខុសគាត់ស្លៀកមកពីផ្ទះអាវយឺតហើយនឹងខោខ្លីប៉ុន្តែមកដល់វត្តគាត់ផ្លាស់ប្ដូរនេះនេះឃើញទេនិយាយមើលផ្សំស្លៀកពាក់គួរសមមានការគោរពឥឡូវយើងមើលតទៀតnumber 6 grandma sings he still speak loudly និយាយគាត់ថាសមនឹងក៏ជានិយាយលឺហើយអញ្ចឹងត្រូវ number 7 grandma allow him to hug her gently allow នឹងប្រែថាអនុញ្ញាតយាយគាត់បានអនុញ្ញាតឲ្យសមនឹងអោបគាត់ថ្នមអញ្ចឹងត្រូវតើឥឡូវយើងបានបញ្ចប់ហើយអញ្ចឹងទំព័រទី48នេះយើងចប់ហើយឥឡូវបងប្អូនតទៅទំព័រមួយទៀតសួស្តីបងប្អូនតើឥឡូវយើងបន្តមេរៀនជាងទៀតអញ្ចឹងបងប្អូនបើកនៅទំព័រទី49ឥឡូវបងប្អូនមើលខាងលើនេះគេដាក់ថា listen to the song and mind the action using the ly words ចូលស្ដាប់នៅបទចម្រៀងហើយធ្វើត្រាប់តាមសកម្មភាពចូលប្រើ ly word បានន័យពាក្យដែលបន្ថែម ly អញ្ចឹងបងប្អូនមើលខាងនេះគេឲ្យយើងច្រៀងកន្លែងនេះហើយគេឲ្យយើងស្ដាប់តែយើងអត់មានអីស្ដាប់ចម្រៀងគេនឹងទេអញ្ចឹងយើងអានទាំងអស់គ្នាតែម្ដងហើយខ្ញុំនឹងបកប្រែជូនបងប្អូនស្ដាប់ទាំងអស់គ្នាឥឡូវយើងមើលគេដាក់ថា Yours wearing your squeaky shoes and right there taking a snooze is a tiger អ្នកកំពុងតែពាក់នៅស្បែកជើង squeaky ស្បែកជើង squeaky ហ្នឹងអាស្បែកជើងដូចស្បែកជើងឃ្លុបអញ្ចឹងអាហ្នឹងហើយវាជ័រអាហ្នឹងមានរូបមានអីភាគច្រើនស្រីគេចូលចិត្តពាក់អាហ្នឹង and right there talking a snooze is a tiger ហើយនៅទីនោះមានខ្លាមួយកំពុងតែដេក So how do you walk on by walk on by ប្រែថាដើរដោយ walk on by ដូច្នេះតើអ្នកត្រូវដើរដោយរបៀបណានេះគេដាក់ថា silently ណាដើរដោយស្ងៀមស្ងាត់ដោយលើបYours a cigarette a gentleman អ្នកគឺជាភ្នាក់ងារសម្ងាត់ a gentleman ភ្នាក់ងារ cigarette សម្ងាត់ Who's after the cigarette plan តើនរណានៅពីក្រោយគម្រោងការសម្ងាត់ហ្នឹង How do you act so they don't know yours are spies a spy ប្រែថាចារកម្មឬក៏អ្នកយកការ
តើអ្នកត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យពួកគេដឹងថាអ្នកគឺជាអ្នកយូហ្គានេះគេដាក់ថា normally បានន័យថាធ្វើធម្មតាពាក្យហ្នឹងគេថែម ly នេះគេច្រៀងដែរកន្លែងហ្នឹងប៉ុន្តែខ្ញុំក៏អត់ចេះច្រៀងដូច្នេះយើងគ្រាន់តែស្ដាប់យើងគ្រាន់តែអានទាំងអស់គ្នាទៅបានណា At an eating contest you boast នៅកន្លែងប្រកួតការញ៉ាំអ្នកboss នឹងប្រែថាអួតឬក៏មានអំនួតអ្នកមានអំនួត that you can eat the most ដែលអ្នកអាចញ៉ាំបានច្រើនបំផុតញ៉ាំបានច្រើន How do you down your 50 piece of pie តើ down នឹងបានន័យថាទម្លាក់តើអ្នកត្រូវទម្លាក់នេះដុំឬក៏ចំណិតគេចំណិតឬក៏ដុំហ្នឹងចំណិត50ចំណិតឬក៏50ដុំដោយរបៀបណាបានន័យថាគេសំដៅទៅលើការញ៉ាំឲ្យអស់50ដុំហ្នឹងញ៉ាំដូចម្ដេចប៉ុន្តែគេប្រើពាក្យ down ទម្លាក់ចូលក្នុងពោះយើង eagerly បានន័យថាអន្ទះសារឬក៏បញ្ញាបញ្ញាប់បានន័យថាញ៉ាំដោយបញ្ញាបញ្ញាប់ហ្នឹងថែម ly ដែរ On the lake your boat upset ប្រែថាលិចឬក៏កលាប់នៅក្នុងបឹងទូករបស់អ្នកបានលិចឬក៏បានកលាប់ And your clothes got soaking wet ហើយសម្លៀកបំពាក់របស់អ្នកនឹងបានទៅទឹកជោក How do you stand and wait for them to dry តើអ្នកត្រូវឈរនិងរង់ចាំដូចម្ដេចដើម្បីឲ្យពួកវាស្ងួតទៅគេដាក់ថា DD ហើយគេដាក់ថា patiently patient ប្រែថាអ្នកជំងឺធ្វើជានាមដល់ពេលយើងទៅជា adjective patiently ទៅជា adverb វិញ patient ហ្នឹងបើយើងប្រែជានាមប្រែថាអ្នកជំងឺតែបើសិនយើងប្រែជា adverb អញ្ចឹងប្រែថាមានអំណត់ឬក៏អត់ធ្មត់យើងត្រូវអត់ធ្មត់ In the public library នៅក្នុងបណ្ណាល័យសាធារណៈ you fall and you hurt your knee អ្នកបានដួលហើយបានឈឺជង្គង់របស់អ្នក But the sign says ណា sign នឹងសញ្ញាប៉ុន្តែសញ្ញាបានសរសេរថា sign នឹងប្រែសញ្ញាឬក៏ប្រែថាសញ្ញាក៏បានដែរ Quiet please សូមស្ងៀមស្ងាត់ So how can you cry អញ្ចឹងតើអ្នកអាចយំដោយរបៀបណាអញ្ចឹងគេដាក់ថា quietly យំដោយស្ងាត់បានតែយំតិចពាក្យហ្នឹងក៏ថែម ly ដែរវាជាគុណនាម Are you walk along the street នៅពេលដែលអ្នកដើរម្នាក់ឯងនៅតាមផ្លូវ porcupine នឹងប្រែថាសត្វកម្មបមាបងប្អូននេះបានន័យអានេះគេប្រៀបធៀបដូចជាសត្វកម្មបមា porcupine សត្វកម្មបមាដែលអាសត្វដែលមានអាខ្លួនវាមានបលាបងប្អូនporcupine you meet សត្វកម្មបមាមួយជួបអ្នក How do you shake his hand when he say hi តើអ្នកត្រូវចាប់ដៃរបស់គាត់ដូចម្ដេចនៅពេលដែលគាត់និយាយថា hi អញ្ចឹងពាក្យនេះគេដាក់ថា carefully ដោយប្រុងប្រយ័ត្នជើងចាប់ប៉ុន្តែដោយប្រុងប្រយ័ត្នឥឡូវបងប្អូនមើលនេះគាត់ពាក់អាវក្រោះហើយនឹងពាក់មួកដើម្បីការពារខ្លួនគាត់ពីបលាសត្វកម្មបមាហ្នឹងឥឡូវយើងមើលខាងក្រោមគេដាក់ថា you insert
a very dark room you enter a very dark room enter នឹងប្រែចូលក្នុងអ្នកចូលទៅក្នុងបន្ទប់ដ៏ងងឹតឈឹងមួយ and sitting there in a gloom gloom នឹងប្រែថាភាពសោកសៅឬក៏ស្រងេះស្រងោចហើយអង្គុយនៅទីនោះនៅក្នុងភាពសោកសៅ is Dracula នឹងឈ្មោះគេទេ now how do you say goodbye ឥឡូវនេះតើអ្នកត្រូវនិយាយថា goodbye ដោយរបៀបណាបើន័យថាចូលទៅល្ងឹតឈឹងអញ្ចឹងតើយើងនិយាយពាក្យ goodbye អញ្ចឹងយ៉ាងម៉េចអញ្ចឹងខាងក្រោមនេះគេដាក់ថា immediately ប្រែថាលះបន្ទាន់បើន័យថាប្រញាប់ប្រញាល់បន្ទាន់អញ្ចឹងបើន័យថាទៅដល់យើងសេក goodbye ជាយ៉ាងលឿនហើយចេញមកវិញទៅអញ្ចឹងកន្លែងនេះយើងអស់ហើយនេះគេដាក់ចុងក្រោយ goodbye by Tom Lee Hurry អញ្ចឹងចប់ហើយតាមពិតកន្លែងនេះជាងហ្គេមគេឲ្យយើងស្ដាប់ប៉ុន្តែយើងអត់មានកសែតសម្រាប់ស្ដាប់អញ្ចឹងបងប្អូនកលេចមកមើលខាងក្រោមទៀត number 5គេដាក់ថា crossword puzzle បានន័យថាអាលបែងគេផ្គូផ្គងដូចជាប្រពេញចន្លោះអីអញ្ចឹងអាហ្នឹង puzzle ដូចរែកដូចអីក៏គេហៅថា puzzle ដែរហើយនឹងអាលបែងមួយយ៉ាងដែលគេទំរៀបបងប្អូនធ្លាប់ឃើញกระดาษដែលវាគេកាត់ជារាងលក្ខណៈត្រង់ទាយទៅតាមគំនិតរបស់គេឆែកឬក៏វែងខ្លីអញ្ចឹងទៅគេទម្រាបវាឲ្យត្រូវតាមចន្លោះតាមរូបភាពហ្នឹងគេហៅថា puzzle ដែរអាហ្នឹងឥឡូវបងប្អូនមើលត work with the partner ចូលធ្វើការជាមួយដៃគូ complete your half of the crossword puzzle អញ្ចឹងគេថាចូលបំពេញនៅកន្លះ half ហ្នឹងប្រែកន្លះឬក៏ខ្វះខាតចូលបំពេញនៅការខ្វះខាតនៃ puzzle នៃពាក្យពាក្យដែលខ្វះខាតហ្នឹងអញ្ចឹងកន្លែងនេះគេឲ្យបងប្អូនពីរនាក់ប្រកួតប្រជែង student A turns to page 238 student B turns to page 239អញ្ចឹងបងប្អូនបើកទំព័រទី238និង39អញ្ចឹងយើងទៅបើកទំព័រនឹងសិក្សាទាំងអស់គ្នាតែម្ដងសួស្តីបងប្អូនតើឥឡូវយើងបានមកដល់កន្លែង puzzle យើងនឹងហើយខ្ញុំធ្វើបែបនេះគឺងាយស្រួលយើងសិក្សារៀនសូត្រទាំងអស់គ្នាបើបងប្អូនគឺនៅក្នុងសៀវភៅវាមាន2ទំព័រផ្សេងគ្នាអញ្ចឹងកន្លែងនេះគឺមាន student A page ដូចគ្នាហ្នឹង student B ឥឡូវយើងមើលទាំងអស់នេះគឺគេឲ្យយើងរកពាក្យ adverb of manner ណាអញ្ចឹងបងប្អូនខាង student A នេះគាត់មាន across បើន័យថាពាក្យដែលគាត់សម្រាប់សួរគេគឺ across បែបនេះចំណែកខាង student B បងប្អូនមាន downward ពាក្យដែលចុះក្រោមថងខាងក្រោមនេះអញ្ចឹងឥឡូវយើងមើល number 1ខាងបងអូន student A ខាងបងអូន student B នេះគាត់មានហើយពពេញហើយស្រាប់ចំណែកខាងបងអូន student A គឺមិនទាន់មានទេអញ្ចឹងនេះ student B គាត់ត្រូវសួរថា find the adverb patiently his waits in line 9នេះបានន័យថាវាមានចំនួន9អក្សរអញ្ចឹងបងប្អូន student A គាត់ត្រូវពពេញអានេះពពេញធ្វើម៉េចឲ្យត្រូវតាមហ្នឹងប៉ុន្តែអត់ដាក់ដូចគ្នាអញ្ចេះទេបានន័យថាបងប្អូន student B នេះមិនឲ្យបងអូន student A មើលឃើញទេប៉ុន្តែខ្ញុំធ្វើបែបនេះគឺដើម្បីបញ្យល់បង្ហាញទាំងអស់គ្នាឥ
ឥឡូវ student A គាត់បំពេញ PATIENTLY គាត់បំពេញអញ្ចឹងទៅហើយ number 2 អញ្ចឹងបងអូនខាង student A គាត់សួរវិញនេះ the girl was angry ណា she jealous 7 អញ្ចឹងវាមាន7ពាក្យអញ្ចឹង number 2បងអូន student A នេះមានហើយអញ្ចឹងបងអូនខាងនេះគាត់បំពេញចេះទៅឥឡូវចូលដល់ number 3បងអូន student B អ្នកសួរម្ដង he is នេះ clumsy he walks across the muddy ground អញ្ចឹង number 3បងអូន student B បងអូន B គាត់មានហើយអញ្ចឹងបងអូនខាងនេះគាត់បំពេញទៅ B number 3ចូលដល់ number 4 student B ក៏គាត់មានដែរណា number 4នេះតែបងអូនខាង student A នេះអត់ទាន់មានទេណា number 4នេះអញ្ចឹងបងអូនត្រូវបំពេញគេឲ្យហៅពាក្យអីគេ adverb respectful អញ្ចឹងបងអូនត្រូវសរសេរមកកន្លែងហ្នឹង respectfully គេឲ្យហៅពាក្យ respectful ប៉ុន្តែយើងត្រូវបង្កើតជា adverb of manner អញ្ចឹងថែម ly មកត្រូវហើយតើឥឡូវចូលដល់ number 5បងអូនខាងនេះគាត់សួរម្ដង what is the adverb for that តើ adverb for that ហ្នឹងគេសេអាម៉េចអញ្ចឹងបងអូនត្រូវសរសេរមកនេះជាងសរសេរទៅនេះ sadly ឥឡូវបងអូន student B ហ្នឹងសួរម្ដងព្រោះបងអូនខាង A នេះអត់ទាន់មានទេអញ្ចឹងwhat is the adverb for shy តើ shy ហ្នឹងគេសេមិនដែរអញ្ចឹងបងអូនសរសេរមក shyly ចូលដល់ number 6 what ខាងនេះអត់ទាន់មានទេ what is the adverb for successful អញ្ចឹង successful ហ្នឹងយើងបង្កើតទៅជា of manner ហ្នឹងយ៉ាងម៉េចអញ្ចឹងយើងថែម ly មកអញ្ចឹងបងអូនខាង B នេះគាត់បំពេញម្ដង number 6 នេះ successfully ចូលដល់ number 7 បងអូនខាង B សួរ the man is careful អញ្ចឹងពាក្យថា careful ហ្នឹងគេសេម៉េចតើត្រូវបន្ថែមម៉េចអញ្ចឹងគាត់ត្រូវបន្ថែម ly ដែរទៅ number 7 នេះណា7នេះអញ្ចឹងគាត់បន្ថែមមកនេះ successfully ចូលដល់ number 8 បងអូនខាង B សួរ that boy is នេះ polite he speak អញ្ចឹងហៅពាក្យ polite ហ្នឹងទៅអញ្ចឹង number 8នេះអញ្ចឹងបងអូនដាក់មក politely number 9 បងអូនខាងនេះសួរម្ដង turn left are slow អញ្ចឹងហៅពាក្យ slow អញ្ចឹង number 9បងអូនខាងនេះហៅពាក្យ slow ទៅជា slowly number 10បងអូនខាងនេះសួរម្ដងព្រោះគាត់មាននេះអញ្ចឹងគាត់សួរថា find the adverb he quietly ហើយពាក្យ quietly អញ្ចឹងនេះយើងដាក់ទៅណា number 10នេះ quietly number 11បងអូនខាងនេះគាត់អស់សំណួរសួរហើយបងអូនខាងនេះសួរម្ដងnumber 11 find the adverb បងអូនខាងនេះគាត់ពេញអស់ហើយអញ្ចឹងបងអូនត្រូវសួរម្ដងសួរបងអូនខាងនេះ find the adverb he spoke very loudly អញ្ចឹងហៅពាក្យ loudly ហ្នឹងទៅnumber 11នេះloudly number 12
fail គាត់សួរទៀត find the adverb he ate the ice cream greedily អញ្ចឹង greedily ដាក់ទៅ greedily number 13 នេះរកពាក្យ quickly ឥឡូវបងអូនដាក់ទៅនេះ quickly អញ្ចឹងកន្លែងនេះចប់ហើយបងប្អូនតាមពិតវាគ្រាន់តែជា game មួយគេឲ្យយើងលេងធម្មតាទេឥឡូវបងប្អូនអាចច្រឡងដាក់នៅក្នុងសៀវភៅទៅតែឥឡូវបងប្អូនកត់ហើយឥឡូវយើងត្រឡប់ទៅមេរៀនយើងវិញសួស្តីបងប្អូនតើឥឡូវយើងមកដល់មេរៀនយើងវិញហើយអញ្ចឹងបងប្អូនបានធ្វើលំហាត់នេះហើយអញ្ចឹងលោកបងប្អូនមកមើលកន្លែងនេះគឺដាក់ថា congratulation of all starter អញ្ចឹងអ្វីដែលបងប្អូនបានធ្វើហ្នឹងមេរៀនហ្នឹងគឺវាសិក្សាអំពីអ្វីដែលបងប្អូនអាចធ្វើបានប៉ុណ្ណេះអញ្ចឹងសមត្ថភាពរបស់បងប្អូនហ្នឹងគឺអាចធ្វើវាបានដូចជា I can use adverbs to describe how I do things អញ្ចឹងបើបងអូនអាចធ្វើបានឥឡូវនេះទៅគ្រីសវាទៅគ្រីសអញ្ចឹងទៅ I can use adverbs to describe how other people do things គ្រីសទៅ I can write a story using adverbs to create more understanding អញ្ចឹងបានន័យថាបងប្អូនអាចធ្វើវាចប់ហើយបងប្អូនបានបញ្ចប់មេរៀននេះហើយអញ្ចឹងយើងបញ្ចប់ទំព័រទី49ទាំងអស់គ្នាហើយបើសិនជាបងប្អូនមានកន្លែងណាមួយមិនយល់ឬក៏កន្លែងណាមួយអត់ទៅតាន់បានន័យថាតាមអត់តាន់បងប្អូនអាចឆាតឬក៏ comment សួរនៅក្នុងវីដេអូនេះបានតើឥឡូវយើងសម្រាប់ទាំងអស់គ្នាប៉ុណ្ណេះសិនចាំជួបគ្នានៅវីដេអូក្រោយទៀត